ជីវិតវាដូចជាពាក្យដែលគេតែងនិយាយថាសក់ស្កើស្បែកជ្រាវជ្រួញទើបយល់ពីតម្លៃអ្នកដែលនៅក្បែរខ្លួននៅលើពិភពលោកដ៏ធំល្វឹងល្វើយនេះមនុស្សដែលមាននិស្ស័យទើបអាចក្លាយជាប្តីប្រពន្ធនឹងគ្នានៅពីក្មេងគឺជាប្តីប្រពន្ធដល់ចូលវ័យចំណាស់គេតែងតែហៅថាដៃគូជីវិតមកដល់អាយុនេះទើបអ្នកយល់ឃើញថាដៃគូជីវិតមានសារៈសំខាន់ជាងអ្វីៗទាំងអស់ការរួមរស់ការគាំទ្រនិងការចែករំលែកគឺគ្មានអ្នកណាដែលអាចមកជំនួសបានទោះបីជាកូនចៅដែលមានភាពកតញ្ញូយ៉ាងណាក៏ពុំអាចប្រៀបផ្ទឹមបាននឹងដៃគូជីវិតឡើយដូចនេះការរួមរស់ល្អរបស់ដៃគូជីវិតគឺជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុតសម្រាប់មនុស្ស